គ្នាខ្ញុំបាទវងនេះចេញវីដេអូមកប្រាប់ពី setting Free Fire ធ្វើឲ្យទូរស័ព្ទ smooth ឲ្យស្រួលលេងជាងមុនណានេះពេលខ្ញុំអត់ទាន់បើកវាចាំមើលវាអត់សូវ smooth ទេវាត្រៀងតាក់ចាំមើលដល់ពេលខ្ញុំតែគ្នាយើងមើលចាំមើលមិនដំបងចុច setting មកចុចហើយបន្ទាប់មកគ្នាយើងចុចចូលទី4ណាហើយគ្នាយើងចុចតាមនេះចឹងមកមកដល់កន្លែងនេះគ្នាយើងចុចចូលទី2ដូចខ្ញុំចឹងមកហើយតមកយើងមាន normal មាន high ចឹងយើងចុចបើកវាមកហើយអ្នកគ្នាចុចតាមខ្ញុំចឹងមកគ្នាយើងអាចមើលបានទៅពេលខ្ញុំសេរីវាទៅវារៀងវាទៅវាស្មូតជាងមុនអីចឹងណាកុំគិតថាវីដេអូនឹងចប់គ្នាយើងនៅមួយវិធីទៀតមកដល់កន្លែងនេះគ្នាយើងចុចតាមខ្ញុំចឹងមកគ្នាយើងប្រើ iOS គ្នាយើងចុចចូល App Store មកបើគ្នាយើងប្រើ Android គ្នាយើងចុចចូល Play Store ហើយគ្នាយើងចុចពាក្យ search ចឹងមកហើយវាយពាក្យ DPI ហើយតមកគ្នាយើងរកកម្មវិធី DPI នេះមកគ្នាយើងចុច down វាមកតែខ្ញុំ download វាហើយចឹង load open គ្នាយើងចុច open មកហើយមកដល់កន្លែងនេះគ្នាយើងស្រេមកស្រេមកល្មមស្រួលលេងគ្នាយើងស្រេមកដាក់500 1000ស្រេចតែគ្នាយើងដាក់ខ្ញុំដាក់ 20000 មកឲ្យវាល្អហើយប៉ុណ្ណឹងហើយគ្នាយើងចូលកែវិញមកហើយប៉ុណ្ណឹងស្រេចហើយគ្នាយើងជាមួយខ្ញុំបាញ់វាល្អប៉ុណ្ណានេះឃើញតែអូតែតិចទេល្អយកតែមែនតើណាគ្នាយើងមើលបានវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេគ្នាយើងណាពេញចិត្តវីដេអូនេះគ្នាយើងចុចចូល Subscribe ឲ្យខ្ញុំមួយហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងចឹងជម្រាបលាបាយគ្នាយើង